សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបប្រើប្រាស់មុខងារ post status នៅលើ page ដោយប្រើធូបទូប៉ុស្តិ៍ពលគឺយើងអាចប្រើមុខងារនេះដើម្បី share link ដូចជា link page link post ឬក៏ link website ជាដើមហើយទៅយើងអាច post ជាអក្សរធម្មតាឬក៏អក្សរដែលមាន background ក៏បានលើសពីនេះទៀតពេល post ហើយយើងអាចឲ្យវា comment auto នៅពីក្រោមក៏បានហើយជាពិសេសគឺយើងអាច post បានលឿនដោយសារយើង post ម្ដងទៅច្រើន page បានឥឡូវយើងចាប់ផ្ដើមដោយយើងបើក website thoobtoopost.com នៅលើ browser ហើយយើងត្រូវ login ចូលទៅក្នុង account របស់យើងហើយបើសិនជាយើងអត់ទាន់មាន account ទេសូមចុះឈ្មោះសិនណាហើយរបៀបចុះឈ្មោះហ្នឹងសូមមើលវីដេអូមុនបន្ទាប់មកយើងចូលកន្លែងនេះហើយដល់កន្លែងនេះយើងត្រូវចុចលើ account ដែលជា admin page ដែលយើងចង់ផុសទៅនៅក្នុងប្រអប់ link to share នេះគឺសម្រាប់ឲ្យយើងដាក់ link ដែលយើងចង់ share ទៅ page របស់យើងដែលក្នុងនេះយើងអាច share link page link post ឬក៏ link website ហើយប្រអប់ខាងក្រោមនេះគឺសម្រាប់សរសេរ caption នៅពីលើ link ដែលយើង share ហ្នឹងឥឡូវឧបមាថាយើងផុសវីដេអូមួយនៅលើ page មួយហើយយើងចង់យក page ផ្សេងទៀតយកមក share វីដេអូហ្នឹងអញ្ចឹងយើងចូលទៅ copy link វីដេអូហ្នឹងមកហើយទៅយកមកផាសចូលនៅក្នុងនេះហើយយើងសរសេរ caption នៅក្នុងនេះហើយកន្លែង publishing option នេះគឺសម្រាប់ឲ្យយើងជ្រើសរើសថាយើងចង់ឲ្យផុសទៅចេញភ្លាមឬក៏យើងចង់កំណត់ពេលឲ្យវាចេញក៏បានបើយើងចង់ឲ្យវាចេញភ្លាមយើងរើសយក publish now តែបើសិនជាយើងចង់កំណត់ពេលឲ្យវាចេញយើងត្រូវរើសយកកន្លែង schedule នេះហើយទៅយើងគ្រាន់តែរើសថ្ងៃរើសម៉ោងទៅបានហើយឥឡូវខ្ញុំដាក់ឲ្យវាចេញភ្លាមហើយខាងក្រោមនេះជាកន្លែងសម្រាប់រើស page ដែលយើងចង់ share ទៅឥឡូវយើងចង់យក page ពីរនេះ share អញ្ចឹងយើងគ្រាន់តែគ្រីស page ហ្នឹងទៅហើយកន្លែង delay នេះគឺសម្រាប់ពជាពេលកុំឲ្យវាដំណើរការពី page មួយទៅ page មួយលឿនពេកដើម្បីការពារ account កុំឲ្យ Facebook ចាប់កន្លែងនេះគឺយើងអាចដាក់កាន់តែយូរកាន់តែល្អជាទូទៅយើងអាចដាក់គម្លាតត្រឹម5វិនាទី10វិនាទីអីគឺអូខេហើយតែក្នុងករណីខ្លះបើសិនជា account យើងអត់សូវរឹងមាំយើងអាចកំណត់វាដាក់ឲ្យយូរជាងនឹងក៏បានដែរចុងក្រោយយើងគ្រាន់តែចុចប៊ូតុងផុសនេះទៅគឺវាចាប់ផ្ដើមផុសហើយទៅយើងចាំបន្តិចទៅវាកំពុងដំណើរការនេះហើយមួយណាអូខេរួចរាល់អស់ហើយឥឡូវយើងចូលទៅមើលនៅក្នុង page របស់យើងមើលថាវាចេញមិននេះចេញណាទៅមើល page មួយទៀតមើលអូខេនេះចេញដូចគ្នាតោះឥឡូវយើងសាកផុសអក្សរម្ដងបើយើងចង់ផុសអក្សរយើងសរសេរតែក្នុង caption បានហើយដោយកន្លែង link នេះយើងមិនបាច់ចាំដាក់ទេយើងអាចផុសអក្សរដតេក៏បានឬក៏អក្សរដែលមាន background ក៏បានដែរអញ្ចឹងយើងសរសេរអក្សរនៅក្នុងប្រអប់ caption នេះទៅបើយើងចង់ដាក់ background យើងអាចរើសបានដោយក្នុងនេះយើងមាន background ជាង500ចឹងយើងរើសយកមួយមកអូខេយើងយកមួយនេះទៅហើយកន្លែងនេះគឺសម្រាប់ឲ្យវា comment auto នៅពីក្រោមចឹងយើងអាចទៅសេអក្សរឬក៏ដាក់ជា link ក៏បានយើងមិនបាច់ចាំពិបាកទៅសេដដែលក៏បានដែរយើងអាចទៅសេទុកនៅក្នុង preset នេះហើយលើកក្រោយទៀតយើងគ្រាន់តែចុចរើសយកមកវិញមកវាបានហើយបើយើងចង់ដាក់ comment ហ្នឹងទៅ page ផ្សេងទៀតយើងគ្រាន់តែចុច copy to all នេះទៅជាការស្រេចនេះអូខេវាចេញនៅគ្រប់ page ចឹងណាពេលហើយអស់ហើយយើងគ្រីស page ណាដែលយើងចង់ផុសទៅហើយយើងចុចប៊ូតុងផុសនេះទៅដើម្បីឲ្យវាដំណើរការផុសនេះហើយមួយហើយ
អូខេរួចរាល់អស់ហើយណាឥឡូវយើងចូលទៅមើលនៅក្នុង page មើលថាវាចេញមិននេះឃើញហើយដោយអក្សរនេះវាមាន background ហើយទៅវាមាន comment នៅពីក្រោមនេះទៀតអូខេស្រួលទេអ្នកនរគ្នាអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះទៅត្រឹមនេះហើយបើសិនជាមានបញ្ហាអីកុំស្ទាក់ស្ទើរអីអាចតាក់ទងមកតាមនេះបានឬក៏ផ្ញើសារ direct មកខ្ញុំហ្មងក៏បានដែរហើយកុំភ្លេច follow ហើយនិង subscribe ផងណាអរគុណបាយបាយ